សួស្តីបងប្អូនទាំងអស់គ្នាដែលរៀននៅថ្នាក់ទី2ជាពិសេសសូមគោរពជំរាបសួរដល់អាណាព្យាបាលរបស់បងប្អូនទាំងអស់គ្នាផងចាអញ្ចឹងដោយមើលឃើញពីផលវិបាកក្នុងការឲ្យកូនមករៀននៅសាលាហើយដោយខ្លាចប៉ះពាល់ដល់សុខភាពបងប្អូនទាក់ទងនឹងកូវីដចឹងថ្ងៃនេះខ្ញុំបានចេញជាវីដេអូបង្រៀនបងប្អូនទាំងអស់គ្នានៅថ្នាក់ទី2ចាហើយនេះខ្ញុំនឹងព្យាយាមធ្វើមេរៀនគណិតវិទ្យាថ្នាក់ទី2នេះចាប់ពីមេរៀនទី1រហូតដល់បញ្ចប់មេរៀនតែម្ដងចាអញ្ចឹងអាណាព្យាបាលទាំងនេះសូមតាមដានជាមួយខ្ញុំទាំងគ្នាព្រោះក្នុងគោលបំណងនៃកម្មការវីដេអូនេះគឺសំដៅធំបំផុតគឺទៅរកអាណាព្យាបាលតែម្ដងដើម្បីឲ្យអ្នកទាំងអស់គ្នាជួយទេចំណេះដឹងនេះទៅឲ្យកូនរបស់ខ្លួននៅតាមផ្ទះរៀងខ្លួនចាអញ្ចឹងសូមតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាចាអញ្ចឹងគណិតវិទ្យាថ្ងៃនេះដែលខ្ញុំលើកយកមកនេះគឺនៅមេរៀនទី1នៅមេរៀនទី1តាមចំណុចមួយនោះគឺរបៀបសរសេរចំនួនទៅជាទម្រង់ពង្រាយចាសរសេរចំនួនឲ្យទៅជាទម្រង់ពង្រាយតែអញ្ចឹងក្នុងនេះខ្ញុំលើកឧទាហរណ៍5មកតែអញ្ចឹងយើងមើលឧទាហរណ៍ទី1គឺកគេឲ្យលេខយើងមក147ចាអញ្ចឹងគេឲ្យយើងសរសេរ147នេះឲ្យទៅជាទម្រង់ពង្រាយចាអញ្ចឹងយើងត្រូវធ្វើម៉េចចាយើងត្រូវធ្វើម៉េចអញ្ចឹងអត់មានអីពិបាកទេតាមដានអស់គ្នា147អញ្ចឹងលេខ1គឺស្ថិតនៅក្នុង100ចាលេខ1នេះគឺស្ថិតនៅក្នុង100អញ្ចឹងវាមានតម្លៃស្មើនឹង100ចាយើងដាក់100ចឹងមកបូកមកគឺយើងដាក់សញ្ញាបូកចាតទៀត147ចាអញ្ចឹងលេខ4នេះគឺនៅក្នុងខ្ទង់10ចាលេខ4នេះគឺនៅក្នុងខ្ទង់10អញ្ចឹងវាមានតម្លៃស្មើនឹង40ចាបន្ទាប់មកយើងដាក់សញ្ញាបូកទៀតមកលេខ7គឺនៅក្នុងខ្ទង់រាយអញ្ចឹងតម្លៃរបស់វាគឺស្មើនឹង7ចាគេធ្វើបែបនេះឯងតទៀតយើងមើលខគេឲ្យលេខយើងគឺ360ចាអញ្ចឹង360នេះយើងសរសេរទៅជាទម្រង់ពង្រាយយើងត្រូវសរសេរបែបម៉េចចាអញ្ចឹងយើងធ្វើដូចខាងលើដែរលេខ3គឺស្ថិតនៅខ្ទង់100ចាអញ្ចឹងតម្លៃរបស់វាគឺស្មើនឹង300ក៏មកយើងដាក់សញ្ញាបូកទៅលេខ6ស្ថិតនៅខ្ទង់10អញ្ចឹងវាមានតម្លៃស្មើនឹង60ក៏មកយើងដាក់សញ្ញាបូកទៀតមកលេខ0នៅក្នុងខ្ទង់រាយចាលេខ0នៅក្នុងខ្ទង់រាយអញ្ចឹងតម្លៃរបស់វាគឺស្មើនឹង0ចាអញ្ចឹងខ្ញុំសូមបើកពុម្ពកញ្ចក់បន្តិចកន្លែងនេះលេខ0ទោះបីស្ថិតនៅក្នុងខ្ទង់រាយទោះបីស្ថិតនៅខ្ទង់10ទោះបីស្ថិតនៅខ្ទង់100តម្លៃរបស់វាគឺអត់ប្រែប្រួលទេចាគឺស្មើនឹង0ចាតោះនេះឡើយហ្នឹងហើយយើងមើលមួយទៀតក៏406ចា406លេខ4គឺស្ថិតនៅខ្ទង់100តម្លៃរបស់វាគឺស្មើនឹង400បូកមកគឺយើងដាក់សញ្ញាបូកលេខ0គឺស្ថិតនៅខ្ទង់10ចាអញ្ចឹងដូចខ្ញុំបាននិយាយខាងលើមិនអញ្ចឹងលេខ0ទោះបីវានៅខ្ទង់រាយទោះបីវានៅខ្ទង់10តម្លៃរបស់វាគឺអត់ប្រែប្រួលទេគឺ0ចាអញ្ចឹងយើងបូកនឹង0នឹងតែម្ដងមកយើងដាក់សញ្ញាបូកទៀតទៅលេខ6ស្ថិតនៅខ្ទង់រាយចាអញ្ចឹងតម្លៃរបស់វាគឺស្មើនឹង56ចាខ849ចាលេខ8គឺស្ថិតនៅខ្ទង់100អញ្ចឹងតម្លៃរបស់វាគឺស្មើនឹង800ទៀតដាក់សញ្ញាបូកមកលេខ4ស្ថិតនៅខ្ទង់10ចាតម្លៃរបស់វាគឺស្មើនឹង40ចាដាក់សញ្ញាបូកមកលេខ9នៅក្នុងខ្ទង់រាយចាអញ្ចឹងតម្លៃរបស់វាគឺស្មើនឹង9ចាមិនដែរតន់អត់ង508ចាអញ្ចឹង508លេខ5ស្ថិតនៅខ្ទង់100ចាអញ្ចឹងតម្លៃរបស់វាគឺស្មើនឹង500ដាក់សញ្ញាបូកទៅមកលេខ0ស្ថិតនៅខ្ទង់10ចាអញ្ចឹងតម្លៃរបស់វាគឺស្មើនឹង0បូកទៀតមកលេខ8ស្ថិតនៅខ្ទង់រាយចាអញ្ចឹងតម្លៃរបស់វាគឺស្មើនឹង5ចា8ចាអញ្ចឹងនេះគឺជារបៀបក្នុងការសរសេរចំនួនលេខ
ឲ្យទៅជាទម្រង់ពង្រាយចាដែលស្ថិតនៅក្នុងមេរៀនទី1ក្នុងថ្នាក់ទី2ចាអញ្ចឹងសម្រាប់អាណាព្យាបាលទាំងឡាយបើសិនជាមានការងឿងឆ្ងល់ឬក៏ចង់សួរឬក៏ comment ដែលគឺថាខ្ញុំនិយាយអីខុសឬក៏ក្នុងការចែករំលែកនឹងមាននៅស្ទើអីចឹងចាអញ្ចឹងជួយ comment ពីក្រោមមកអញ្ចឹងខ្ញុំនៅរងចាំកែលម្អក្នុងន័យស្ថាបនាចាប៉ុន្តែខ្ញុំសូមបញ្ជាក់ម្ដងទៀតគោលបំណងនៃក្នុងការបង្កើតមេរៀននេះគឺខ្ញុំសំដៅទៅលើអាណាព្យាបាលតែម្ដងដើម្បីឲ្យបងប្អូនគ្នាជួយផ្ទេរបន្ថែមទៅឲ្យកូនតទៀតចាអញ្ចឹងអរគុណច្រើន